ពីនាងសុវណ្ណមច្ឆាកាលបលបានរួមរស់នៅជាមួយបាក្របីស្រីហនុមានអស់មួយរយៈស្រេចកាលណានាងក៏ដល់ពេលប្រសូតបុត្រសូមក្រាបថ្វាយបង្គំព្រះមេត្តាក្នុងគ្រានេះណាបុត្រសែនឆ្ងល់ពេលបុត្របើកភ្នែកឡើងឃើញតែមេឥតបាតែបាកូននៅឯណាទៅណាព្រះមេត្តាសូមព្រះមេត្តាដោះចងល់ទូលព្រះបង្គំផងក្រាបទូលនាងសុវណ្ណមច្ឆាលឺបុត្រាសួរចំអង្គអាត្មាដូច្នោះហើយក៏វិចារថាអស់បុត្រមាសម្ដាយហើយបិតារបស់បុត្រជាស្ដេចស្វាសសុតអង្គវយបុត្រហនុមានមានពន្លឺព្រះសូរិយា7ពណ៌នៅក្នុងមាត់របស់គាត់ណាបុត្រណាទូលព្រះបង្គំអរប្រគុណណាស់ព្រះមេត្តា